បាទសូមគោរពលោកគ្រូបាទលោកគ្រូនៅក្នុងថ្ងៃមង្គលរបស់លោកប្រុសលោកស្រីនៅក្នុងថ្ងៃនេះបានរៀបចំនៅសម្ភារៈផ្សេងជាពិសេសមានផ្កាស្លាជាដើមនេះតើយើងអាចយកផ្កាអ្វីមកជំនួសដូចជាផ្កាម្លេះផ្កាឈូកផ្កាអីមកជំនួសផ្កាស្លានឹងបានដែរឬទេលោកគ្រូសូមលោកគ្រូជួយពណ៌នាជួយបកស្រាយតាក់ទិនទៅនឹងផ្កាស្លានេះបន្តិចបានទេលោកគ្រូបាទចឹងថ្ងៃរៀបមង្គលការយើងប្រើផ្កាស្លាយកមកទៅកពោដាក់ពីមុខតុកនឹងចឹងថ្ងៃ14កុម្ភៈទិវាក្តីស្រឡាញ់យើងប្រើផ្កាកុលាបផ្កាអរគីដេឲ្យទៅនរណាគៀងបេតុងបញ្ជាក់អំពីការស្រឡាញ់របស់ខ្លួនទៅអ្នកដទៃបាទទិវាក្តីស្រឡាញ់នឹងមួយទី2 8កើតខាងខ្នើតពេញបរមី8រួចរនួចខែដាច់និយាយតាទៅវត្តវាបនព្រះសុភាទេវតាសុំសេចក្តីសុខប្រើផ្កាឈូកបាទប្រើផ្កាឈូកផ្កាចន្ទធូយកទៅវត្តបនព្រះសុភាទេវតាតែថ្ងៃរៀបមង្គលការគឺយើងអត់ប្រើផ្កាម្លិះយើងប្រើពេលបាចពេលហែចំនួនពេលអីហ្នឹងណាប្រើបាទហើយយើងអត់យកផ្កាកលាបៃមកទេគឺយើងប្រើផ្កាស្លានេះគឺទុកមុខទុកមិត្តទុកកិត្តិយសទុកគេឈ្មោះជូនលោកអ្នកមានគុណបាទបើខេតទីតីគឺក៏បែងចែកជា3បាទគ្រូបាទតែនៅបាត់ដំបងទីមានជ័យទាំងខ្ពោយកមកពីមុខទុកអញ្ចឹងដល់ពេលបាច់អ្នកបដាយខាងកូនកមុំវះកាលណាជូនទៅដល់លោកអាចារ្យបែងចែកការស្លាឲ្យបាច់តែម្ដងបាទបាច់ព្រោះហេតុអីបានយកការស្លានេះមកពេលរៀបមង្គលការផ្កាស្លានេះគ្មានកំឡុងណាដែលឃើញកំឡុងអីទៅក្រេបទៅបឺតផ្កាទេអត់ទេណាផ្កាកលាបផ្កាអីអាចបានប៉ុន្តែផ្កាស្លានៅក្នុងខ្ពោនេះមាន2សន្ទប់ខាងក្រៅមានភាពរឹងទុកដូចជាលោកឪពុកខៀខៀងរៀងមិនឲ្យនរណាមកប៉ះពាល់កូនបាទគឺមានភាពរឹងសន្ទប់ខាងក្នុងមានភាពទន់ទុកដូចជាម្ដាយនៅអេបចិត្តគិតនឹងកូនអបស្ទប់អប់រំគ្រប់អេរិយាបថទៅបុតដេញដើរឈួងអង្គុយមើលថែរក្សាកូនមានភាពតូទន់អញ្ចឹងបានថ្ងៃរៀបមង្គលការយើងយកផ្កាស្លាមកបាចសាចផ្កាស្លាគឺជាការទុកពូជជូនម៉ែថែពូជជូនឪទុកមុខជូនម៉ែថែពូជជូនឪពេលឥឡូវបានរៀបមង្គលការមានផ្កាស្លាកញ្ញាសភាត្រឹមត្រូវទុកកិត្តិយសគេឈ្មោះជូនលោកអ្នកមានគុណបាទចូលរួមប្រណាបាទសូមគោរពអរគុណណាស់ឲ្យលោកគ្រូបានអធិប្បាយរៀបរាប់តាក់ទិនទៅនឹងអត្ថន័យនៃផ្កាស្លាដូច្នេះតាក់ទិនទៅនឹងផ្កាម្លេះផ្កាឈូកផ្កាអីបាចដែរប៉ុន្តែមិនមែនយកមកដើម្បីមានអត្ថន័យដូចជាផ្កាស្លាទេផ្កាស្លាគឺលោកគ្រូមានបានរៀបរាប់បរិយាអត់មានកំឡុងណាមកក្រេបមកជញ្ជក់មកបឺតអីអត់ទេបាទមិនដូចផ្កាដតីបាទលោកគ្រូសូមគោរពអរគុណលោកគ្រូបាទ